បាទសូមជម្រាបសួរបាទនេះជាវីដេអូឃ្លីបដែលសម្រាប់មើលតង់ប្រភេទពួកម៉ាស៊ីន150 Center បាទ Center គឺរបៀបនៃការរើវាក៏ដូចជាការរៀបរបស់វាដែរគឺយើងមុននឹងរើក៏យើងទី1យើងត្រូវរៀនចំណាំនៃការមើលតង់ទី2នៅពេលដែលយើងមើលតង់ហើយយើងរៀបទៅវិញគឺងាយស្រួលក្នុងការរៀបបាទអញ្ចឹងរបៀបនៃការរើហើយនឹងរៀបនឹងមើលតង់របស់វាទី1យើងត្រូវមើលចំណុចប្រឡងបាទប្រឡងរបស់វានេះគឺមានរុនមួយបាទរុននេះគឺជារុនដែលសម្រាប់ឲ្យត្រូវជាមួយនឹងផ្លាវ៉ាត់នឹងឡើងមកលើត្រង់បាទអញ្ចឹងកន្លែងហ្នឹងមានចំណុចខ្មៅមួយបាទនេះចំណុចខ្មៅមួយចំណុចខ្មៅនេះធ្វើឲ្យផ្លាវ៉ាត់នេះឈរមកមុខត្រង់បាទមានន័យថាវាមកឡើងលើ100ប៊ីស្តុងបាទ100ប៊ីស្តុង100ក្បាលកន្លះបាទរួចហើយចំណុចទី2យើងត្រូវមើលកន្លែងសញ្ញាគូសរបស់វានេះមួយគឺគូសវាគឺគូសក្នុងជុំវិញវានឹងមួយមានតែកសលនឹងមួយដើមពុតដែលគូសប្រឈួរបុក100សញ្ញាព្រួយខាងលើនេះបាទហើយចំណុចទី2ហើយចំណុចទី3គឺយើងត្រូវមើលនៅជើងទាបាទជើងទាដូចគេហៅជើងចាប់ហ្នឹងតើវាលលងឬអត់បាទលលងឬក៏មានន័យថាវាធូរទាំងលើធូរទាំងក្រោមទេបាទអញ្ចឹងម៉ូតូនេះក្រោមកធូរបើលើរៀងអេបន្តិចអញ្ចឹងលើយើងបើសិនជាម៉ូតូនេះករណីថាបើនេះតើយើងបធូរសម្រាប់នឹងបន្តិចហើយក្រោមនេះយើងរឹតបន្តិចបានម៉ូតូស្តង់ដាបាទអញ្ចឹងចំណុចទី4បាទចំណុចទី4ខ្ញុំនឹងមកជាមើលហើយបាទមើលប៊ីស្តុងគឺប៊ីស្តុងត្រូវឡើងវាអស់បាទគឺនៅពេលដែលយើងត្រូវតង់វាគឺប៊ីស្តុងវានឹងឡើងអស់បាទប៊ីស្តុងវានឹងឡើងអស់ហើយកាលណាឡើងអស់យើងអាចនឹងមើលឃើញប៊ីស្តុងឡើងអស់ហើយបាទនឹងហើយជាក្បួននៃការរៀបតង់ដែលត្រឹមត្រូវបាទអញ្ចឹងយើងមើលអត់សូវឃើញទេសូមចាក់នេះបន្ថែមបាទអញ្ចឹងនេះប៊ីស្តុងវាគឺនៅប៉ុណ្ណឹងបាទហើយប៊ីស្តុងវានៅនឹងវាជាប់នឹងក្បាលកន្លះហើយបាទអញ្ចឹងនេះគឺជារបៀបនៃការរើរៀបនឹងមើលតង់នៃប្រភេទពួកម៉ូតូ Yamaha Hester មិនថាប្រភេទពួកម៉ូតូ Yamaha Hester ទេគឺប្រភេទម៉ូតូជាច្រើនដែលយើងនឹងមុននឹងរើយើងរបៀបនៃការរើតង់របស់វាគឺយើងមានគ្រប់តង់ទាំងអស់បាទអញ្ចឹងប៉ុណ្ណេះឯងគឺជាចំណេះដឹងដែលទូទៅដែលត្រូវតែចេះទាំងអស់គ្នាបាទសូមអរគុណ